ស្រឡាញ់វាសឹងថាស្មោះជីវិតពេលខ្លះប៉ះពាល់ឆ្កូតតិចតួចខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចិត្តតែខ្ញុំមើលថែវាអត់សូវបានល្អហើយអត់សូវមានការប្រុងប្រយ័ត្នវាទេតែថាចាប់ពីថ្ងៃនេះតទៅខ្ញុំលែងឲ្យណាគេហៅអេសកានេះកូនថៃហ៎បាទខ្ញុំដូរឈ្មោះអេសកានេះដាក់កូនខ្មែរបដលែងពីតាមគេមែនទេលែងឲ្យកូនថៃហ៎បាទព្រោះកុំឲ្យគេថាយើងធ្វើតាមគេអញ្ចឹងអេសកានេះនៅខ្មែរបាទឈប់ហៅកូនថៃបាទដូរឈ្មោះចេញហើយមែនទេអីដល់ឃើញហៅកូនខ្មែរបាទបាទអរគុណច្រើនមែនទេមានតែប៉ុណ្ណឹងឯងវីដេអូនេះ